นี่คือជាក្មេងប្រុសជនជាតិឥណ្ឌាដែលបានមកវិញបាត់ចេញពីផ្ទះដោយចៃដន្យអស់រយៈពេលជិត27ឆ្នាំគាត់មានឈ្មោះថាសារ៉ូនៅពេលដែលគាត់មានអាយុ5ឆ្នាំសារ៉ូបានធ្វើដំណើរតាមរថភ្លើងជាមួយនឹងបងប្រុសរបស់គាត់ដែលមានឈ្មោះថាគូលូនៅពេលដែលពួកគេទៅដល់ស្ថានីយ៍រថភ្លើងពេលនោះបងប្រុសរបស់សារ៉ូឲ្យសារ៉ូអង្គុយចាំមួយផ្លែតគាត់នឹងត្រឡប់មកវិញនៅពេលនោះសារ៉ូក៏បានដេកលក់នៅពេលដែលភ្ញាក់ឡើងសារ៉ូបានងាកមើលទៅឆ្វេងមើលស្ដាំមិនឃើញមានអ្នកណាទេសូម្បីតែបងប្រុសរបស់គាត់ហើយគាត់ក៏មិនដឹងដែរថារថភ្លើងមួយណាដែលគាត់បានជិះមកពីផ្ទះនោះដូច្នេះសារ៉ូបានឡើងលើរថភ្លើងផ្សេងមួយទៀតនៅពេលដែលគាត់ឡើងទៅដល់លើរថភ្លើងនោះគាត់ក៏បានដេកលក់ហើយក៏បានយល់សប្តិឃើញបងប្រុសរបស់គាត់នៅកន្លែងដែលមានពន្លឺហើយក៏បានស្រែកហៅគាត់សារ៉ូក៏បានភ្ញាក់គាត់មិនដឹងខ្លួនឯងថាដេកអស់រយៈពេលប៉ុន្មានម៉ោងនោះទេ5ម៉ោង4ម៉ោងឬក៏3ម៉ោងនោះទេសារ៉ូក៏បានអើតមើលមាត់បង្អួចនៃរថភ្លើងឃើញថាទេសភាពដូចជាទេសភាពផ្លូវទៅផ្ទះរបស់គាត់ដូចគ្នាប៉ុន្តែនៅពេលដែលស្ថានភាពរថភ្លើងរត់កាន់តែយូរទៅធ្វើឲ្យសារ៉ូគាត់ភ័យខ្លាចជាខ្លាំងគាត់ក៏បានស្រែកជុំហៅបងប្រុសរបស់គាត់កាលនោះសារ៉ូមានអាយុ5ឆ្នាំគាត់មិនទាន់ដឹងទេថារថភ្លើងនោះបានរត់កាត់នៃប្រទេសឥណ្ឌានឹងគឺរយៈចម្ងាយគឺ2000គីឡូម៉ែត្រគឺវាឆ្ងាយពីផ្ទះរបស់សារ៉ូខ្លាំងណាស់ដូច្នេះសារ៉ូគាត់នៅឆ្ងាយពីគ្រួសាររបស់គាត់ហើយក្រោយមកទៀតត្រូវបានគេយកទៅរស់នៅឯមណ្ឌលកុមារកំព្រាហើយត្រូវបានក្រុមគ្រួសារមួយនឹងយកទៅចិញ្ចឹមនៅឯប្រទេសអូស្ត្រាលីម្ដាយចិញ្ចឹមរបស់សារ៉ូគាត់បាននិយាយប្រាប់ថានៅពេលដែលសារ៉ូមានអាយុ5ឆ្នាំគាត់បាននាំទៅផ្សារទំនើបជារឿយៗសារ៉ូតែងតែរើសយករបស់តូចៗនៅលើឥដ្ឋដូចជាកាក់ជាដើមយកមកទុកហើយនៅក្នុងបន្ទប់ដេករបស់គាត់បិទផែនទីប្រទេសឥណ្ឌានៅពេលដែលគាត់ភ្ញាក់ឡើងគាត់តែងតែមើលទៅកាន់ផែនទីប្រទេសឥណ្ឌាគាត់តែងតែមានក្តីសង្ឃឹមថាគាត់នឹងអាចរកគ្រួសាររបស់គាត់ឃើញវិញហើយគាត់មិនអាចបំភ្លេចគ្រួសាររបស់គាត់បានទេបើគាត់ភ្លេចដូចជាបាត់អត្តសញ្ញាណរបស់គាត់អញ្ចឹងដែរក្រោយមកទៀតសារ៉ូត្រូវបានមិត្តភ័ក្តិរបស់គាត់នឹងឲ្យយោបល់ថាឲ្យគេនឹងសើចមើលតាម Google Earth ប៉ុន្តែដូចដឹងស្រាប់ហើយប្រទេសឥណ្ឌាគឺមានផ្ទៃកន្លះដីគឺ3លានគីឡូម៉ែត្រការ៉េគឺវាធំខ្លាំងណាស់គឺជាប្រទេសដែលមានសំណាក់ថ្នាក់ទី7ដែលមានផ្ទៃដីធំជាងគេក្នុងពិភពលោកហើយវាដូចជារាវមជុលក្នុងបាតសមុទ្រអញ្ចឹងមិត្តភក្តិសារ៉ូបាននិយាយថាមានតែពឹងពោព្រះជាម្ចាស់តែដោយការខិតខំប្រឹងប្រែងស្វែងរកគ្រួសាររបស់គាត់ព្យាយាមយ៉ាងខ្លាំងចំណាយពេលអស់ជាច្រើនឆ្នាំទើបឲ្យសារ៉ូរកឃើញគ្រួសាររបស់គាត់នៅពេលដែលគាត់ទៅដល់ស្រុកកំណើតរបស់គាត់ឃើញថាផ្ទះរបស់គាត់ត្រូវបានរុះរើហើយសារ៉ូគិតថាគ្រួសាររបស់គាត់បានស្លាប់អស់ហើយប៉ុន្តែនៅពេលនោះមានស្ត្រីចម្លែកម្នាក់ដើរមកហើយបានសួរនាំសារ៉ូគាត់មានរូបភាពសារ៉ូកាលពីនៅក្មេងហើយគាត់បានប្រាប់រឿងមួយទៀតថាបងប្រុសរបស់សារ៉ូដែលមានឈ្មោះថាគូលូនោះបានស្លាប់នៅថ្ងៃដែលពួកគេជិះរថភ្លើងជាមួយគ្នាហ្នឹងសារ៉ូគាត់មិននឹកស្មានថាមានរឿងនេះកើតឡើងទេគាត់ខំតែគិតថាបងប្រុសរបស់គាត់បោះបង់គាត់ចោលនៅឯស្ថានីយ៍រថភ្លើងតាមពិតទៅគឺបងប្រុសរបស់សារ៉ូគាត់បានស្លាប់នៅថ្ងៃនោះសារ៉ូគិតថានោះគឺជាកំហុសរបស់គាត់មានអារម្មណ៍ថាតក់ស្លុតជាខ្លាំងគាត់មិនអាចទទួលយកបានទេពីព្រោះថាបងប្រុសរបស់គាត់គឺជា idol របស់គាត់ដូចជាឪពុកទី2របស់គាត់អញ្ចឹងទៅណាម្ដងគាត់តែងតែការពារសារ៉ូហើយកាន់ដៃសារ៉ូជានិច្ចហើយស្ត្រីចម្លែកម្នាក់នោះក៏បាននាំសារ៉ូនឹងឲ្យទៅជួបម្ដាយរបស់គាត់អ្នកទាំងពីរបានឈរមើលមុខគ្នាមួយសន្ទុះហើយក៏បានរត់ទៅអោបគ្នាទាំងត្រីនិងអាឡ័យពុនពេកទាំងម្ដាយរបស់សារ៉ូហើយនិងម្ដាយចិញ្ចឹមបានយំអោបគ្នានិយាយរៀបរាប់ជាច្រើននេះគឺជាអភូតហេតុមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នានឹងបានជួបជុំគ្នាវិញវាពិបាកណាស់នៅក្មេងហើយយើងមិនដឹងថាភូមិដែលយើងរស់នៅស្រុកដែលយើងរស់នៅគឺឈ្មោះអីនឹងហើយទើបធ្វើឲ្យយើងពិបាករកដោយរាមជុលក្នុងបាតសមុទ្រអញ្ចឹងពីព្រោះថាប្រទេសឥណ្ឌាគឺមានផ្ទៃដីធំខ្លាំងណាស់បាទសូមអរគុណ